របស់ខ្លួនបានបាត់បង់ជីវិតទៅហើយគេមិនឃើញទឹកភ្នែកសំបីតែមួយដំណក់ស្រក់ចេញពីភ្នែករបស់អាម៉ាន់ដាតែទោះជាយ៉ាងណានៅពេលដែលផ្ដល់កិច្ចសម្ភារទៅឲ្យទូរទស្សន៍ ABC អាម៉ាន់ដាបាននិយាយថានាងគឺភ័យរន្ធត់ខ្លាំងមែនទែនមិនដឹងតើគួរធ្វើអ្វីទេនៅពេលដែលដឹងថាអាដ្រីយ៉ាណាបាត់បង់ជីវិតនៅពេលចុះអង្កេតការប៉ូលីសបានរកឃើញប្រដាប់ក្មេងលេងមានទាំងកធុនទឹកហើយនឹងប្រដាប់ជីកដីលេងអញ្ចឹងណារបស់ក្មេងលេងអណ្ដែតនៅក្នុងអាងទឹកអញ្ចឹងធ្វើឲ្យគេគិតថាប្រហែលជាអាដ្រីយ៉ាណាយកប្រដាប់លេងរបស់ខ្លួននឹងទៅលាងនៅក្នុងអាងទឹកនោះហើយក៏ជួបឧបទ្ទវហេតុធ្លាក់ចូលទៅក្នុងអាងទឹកនោះតែម្ដងប្រហែលជានាងប៉ះទង្គិចនៅផ្នែកណាមួយត្រង់ក្បាលរបស់នាងទៀតផងនេះគឺមើលទៅគឺជា logical ក្នុងការបកស្រាយរឿងរ៉ាវដែលបានកើតឡើងទាំងអស់តែម្ដងវាស្ដាប់ទៅសមហេតុសមផលសម្រាប់ក្មេងទូទៅដែលលេងរពឹសអញ្ចឹងទៅហើយក៏ល្អិលជើងធ្លាក់ចូលទៅក្នុងអាងទឹកហើយសម្រាប់ក្មេងដែលមានបញ្ហាដូចអាដ្រីយ៉ាណាទៀតហ្នឹងគឺកាន់តែត្រូវរឿងត្រូវរ៉ាវតែម្ដងអញ្ចឹងជារួមគ្រប់គ្នាក៏គិតថាវាគឺជាឧបទ្ទវហេតុដ៏សោកសៅគួរឲ្យអាណិតខ្លាំងបំផុតប៉ុន្តែនឹងគឺជារឿងពិតឬនៅពេលដែលអាម៉ាន់ដាហើយនិងអាដ្រីយ៉ាណានៅមន្ទីរពេទ្យហ្នឹង AJ មិនបានទៅជាមួយពួកគេនោះទេគឺគេនៅចាំផ្ទះជាមួយនឹងជីដូនជីតារបស់គេនៅចាំមើលថែអញ្ចឹងណាហើយនៅពេលនោះឯងដែល AJ បាននិយាយរឿងរ៉ាវដ៏គួរឲ្យរន្ធត់បំផុតទៅជីដូនជីតារបស់គេរឿងរ៉ាវដែល AJ រាយរាប់ហ្នឹងធ្វើឲ្យជីដូនជីតារបស់គេហ្នឹងទ្រាំលេងបានហើយក៏សម្រេចចិត្តនាំ AJ ហ្នឹងទៅប៉ុស្តិ៍ប៉ូលីសនិយាយពីរឿងរ៉ាវដែល AJ បានដឹងនៅឯប៉ុស្តិ៍ប៉ូលីស AJ បានប្រាប់ទៅប៉ូលីសថាម្ដាយរបស់គេបានសម្លាប់បងស្រីរបស់គេព្រោះតែអាដ្រីយ៉ាណារឹងរូសខ្លាំងពេកប្រាប់មិនស្ដាប់គេបាននិយាយថានៅពេលនោះអាដ្រីយ៉ាណាបានយកទឹកបាញ់ជូតកញ្ចក់ហ្នឹងទៅបាញ់ដាក់កញ្ចក់ទូរទស្សន៍លេងអញ្ចឹងណាអាម៉ាន់ដាក៏បានប្រាប់ថាកុំឲ្យធ្វើអញ្ចឹងប៉ុន្តែអាដ្រីយ៉ាណានៅតែបន្តធ្វើដដែលប្រាប់ពី3ដងហើយនៅតែមិនស្ដាប់អាម៉ាន់ដាក៏ខឹងខ្លាំងមែនតែនក៏អូសអាដ្រីយ៉ាណាទៅអាងទឹកហើយចាប់ជ្រមុជនាងតែម្ដងដោយយកដៃហ្នឹងគឺចាប់មុខហ្នឹងជ្រមុជចូលក្នុងទឹកតែម្ដងអ្នកទាំងអស់គ្នាហើយ AJ ហ្នឹងក៏បានធ្វើកាយវិការដែលគេបានឃើញឲ្យប៉ូលីសមើលដែរ AJ ហ្នឹងត្រូវបានប៉ូលីសសម្ភាស2ដងជាមួយនឹងក្រុមគ្រូពេទ្យចិត្តវិទ្យាអញ្ចឹងណាព្រោះគេគឺជាក្មេងអាយុទៅតែ6ឆ្នាំដើម្បី make sure ឲ្យពិតប្រាកដថាចម្លើយរបស់គេហ្នឹងវាអាចយកជាការបានប៉ុន្តែទាំងពីរលើកគឺ AJ បាននិយាយដូចគ្នាត្រូវពាក់តែម្ដងនៅរឿងរ៉ាវដែលគេបាននិយាយកាលពីសម្ភាសលើកដំបូងគេចង់បញ្ជាក់ថាបើសិនជារឿងរ៉ាវទាំងអស់ហ្នឹងគឺ AJ សាងមកពីការសម័យរបស់ខ្លួនណាអាចនឹងម្ដងចេះម្ដងចោះឲ្យអ្នកទាំងអស់គ្នាប៉ុន្តែសួរកាន់តែច្រើនដងគឺ AJ និយាយដដែលដូចគ្នាតែម្ដងសរុបមកគឺតាមសម្ដីរបស់ AJ គឺអាដ្រីយ៉ាណាត្រូវបានម្ដាយរបស់ខ្លួននឹងចាប់ជ្រមុជទឹកសម្លាប់ដោយសារតែប្រាប់មិនស្ដាប់រឹងចចេះខ្លាំងពេកហើយនៅពេលដែលគេយករឿងរ៉ាវដែល AJ និយាយប្រាប់ប៉ូលីសហ្នឹងទៅសួរអាម៉ាន់ដាក៏សម្ដែងរបៀបធ្វើ shock អញ្ចឹងថាកូនប្រុសរបស់គាត់ហ្នឹងសម័យខ្លាំងពេកហើយក៏សាងរឿងរ៉ាវទាំងអស់នេះឡើងហើយនៅក្នុងកលតិស័កមួយនេះមានមនុស្សជាច្រើនគិតថាពេលខ្លះ AJ អាចនឹងសាងរឿងរ៉ាវទាំងអស់នេះឡើងដូចគ្នាតែអ្នកទាំងអស់គ្នាយើងសាកគិតមើលថាក្មេងអាចសាងរឿងរ៉ាវបានប៉ុន្តែហេតុអ្វីបានជា AJ មកសាងរឿងរ៉ាវអីទាក់ទងជាមួយនឹងម្ដាយរបស់ខ្លួនសម្រាប់បងស្រីរបស់ខ្លួនទៅវិញនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីសគេទៅឆែកមើលផ្ទះរបស់អាម៉ាន់ដាអញ្ចឹងណាហើយគេក៏បានដឹងថាតាមពិតអាម៉ាន់ដាមិនមែនជាម្ដាយដែលស្រឡាញ់កូនខ្លាំងបំផុតនោះទេតាមបទសម្ភាសន៍អ្នកចិត្តខាងរបស់អាម៉ាន់ដាហ្នឹងតែងតែលើកមកថាគឺអាម៉ាន់ដាចិញ្ចឹមកូនមិនប្រក្រតីដូចគេទូទៅទេនាងតែងតែវាយធ្វើបាបកូនរបស់នាងហើយពេលខ្លះហ្នឹងគឺឃុំកូនរបស់នាងនៅក្នុងផ្ទះចោលតែម្ដងនៅពេលដែលនាងទៅធ្វើការហើយនៅពេលដែលប៉ូលីសចុះទៅធ្វើការស៊ើបអង្កេតទៅដល់ផ្ទះរបស់អាម៉ាន់ដាតែម្ដងណាគឺពួកគេបានឃើញនៅរបស់ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនតាំងពីកន្លែងគេងហើយនឹងរបស់នៅក្នុងផ្ទះទាំងអស់រប៉ាត់រប៉ាយតែម្ដងនៅកន្លែងដែល AJ ហើយនឹងអាដ្រីយ៉ាណាគេងហ្នឹងគឺធំក្លិនឆ្អេះនោមខ្លាំងតែម្ដងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺมันមានរបស់ក្មេងលេងនៅក្នុងផ្ទះនោះតែម្ដងអ្នកទាំងអស់គ្នាយើងសាកសម័យមើលថាមានក្មេងអាយុ6ហើយនិង7ឆ្នាំរស់នៅក្នុងផ្ទះនោះតែហេតុអ្វីបានជាមិនមានរបស់ក្មេងលេងហើយនៅពេលដែលគេទៅសាកសួរអាម៉ាន់ដាគាត់បានលើកមកថាគាត់បានយករបស់ទាំងអស់ហ្នឹងយកទៅដាក់នៅក្នុងឃ្លាំងក្រោយផ្ទះពីនៃកូនរបស់គាត់ហ្នឹងនៅពេលដែលពួកគេធ្វើខុសរឿងអ្វីម្យ៉ាងហើយនៅពេលដែលគេទៅមើលឃ្លាំងក្រោយផ្ទះហ្នឹងគឺគេអត់បានរកឃើញនៅរបស់ក្មេងលេងទាំងអស់តែម្ដងហើយប៉ូលីសបានទៅស៊ើបអង្កេតទៅដល់មិត្តរួមការងាររបស់អាម៉ាន់ដានៅឯមន្ទីរពេទ្យទៀតផងដើម្បីដឹងថាតើអាម៉ាន់ដាធ្លាប់និយាយអ្វីឬក៏មានទំនាក់ទំនងអ្វីខ្លះជាមួយនឹងអាដ្រីយ៉ាណារបៀបទំនាក់ទំនងរវាងម្ដាយកូន
របស់ពួកគេហ្នឹងគឺគួរឲ្យខ្លាចឬក៏អត់អញ្ចឹងហើយមិត្តរួមការងាររបស់ Amanda ម្នាក់បាននិយាយថា Amanda តែងតែរអ៊ូរទាំហើយធ្លាប់និយាយថានឹងសម្លាប់កូនរបស់ខ្លួនហ្នឹងជាច្រើនលើកជាច្រើនសារ3ខែមុននឹងរឿងរ៉ាវទាំងអស់នេះបានកើតឡើងទៀតផងដោយនៅពេលនោះ Amanda ខឹងខ្លាំងពេកព្រោះ Adriana ហ្នឹងបានយក Ferd ដែលលុបអត់ចេញហ្នឹងយកទៅគូសឆ្វេងឆ្វាចពេញឡានតែម្ដងហើយជាមួយនឹងការស៊ើបអង្កេតប៉ូលីសបានដឹងថាតាមពិតទៅ Amanda ធ្លាប់មានកូនម្នាក់ទៀតប៉ុន្តែបានស្លាប់នៅពេលដែលនៅជាទារកហើយការស្លាប់នោះគឺមិនត្រូវបានគេស៊ើបអង្កេតនោះឡើយថាស្លាប់ដោយសារតែមូលហេតុអ្វីវាបានកើតឡើងនៅពេលដែល Amanda អាយុ17ឆ្នាំនាងបានឃើញកូនរបស់ខ្លួនហ្នឹងលេងដកដង្ហើមដេកស្លាប់នៅនឹងឥដ្ឋតែម្ដងអញ្ចឹងវានាំឲ្យគេគិតនៅក្នុងខណៈពេលដែលកូនស្រីរបស់ Amanda ម្នាក់ទៀតបានស្លាប់ដោយឧបទ្ទវហេតុវាធ្វើឲ្យគេសង្ស័យថាតើAmanda មានបញ្ហាផ្លូវចិត្តឬក៏អត់បាទរបៀបថាសម្រាប់កូនទី1ហើយអត់អីហើយក៏បានចិត្តមានបំណងចង់សម្រាប់កូនទី2ដែលមានបញ្ហាផ្លូវចិត្តអញ្ចឹងទៅថាបើនៅតែបន្តបែបហ្នឹងទៀតអាចនឹងកូនចុងក្រោយ AJ ហ្នឹងក៏ជួបគ្រោះថ្នាក់ដែរបាទបើតាមដានសាច់រឿងមកដល់ចំណុចមួយនេះយើងទំនងជាមើលទៅ Amanda គឺជាមនុស្សដែលមានបញ្ហាផ្លូវចិត្តតិចតួចដែរបានន័យថានាងមានការអត់ធ្មត់នឹងតិចមែនតែនតែម្ដងហើយជាមួយនឹងកូនស្រីដែលមានបញ្ហា ADHD ទៀតនោះគឺវារត់តែធ្វើឲ្យគាត់នឹងធុញថប់ខ្លាំងមែនតែនហើយសម្រាប់ឪពុកម្ដាយជាទូទៅដែលកំពុងតែមានកូនបញ្ហាបែបនេះត្រូវសិក្សាឲ្យបានច្បាស់លាស់ពីជំងឺមួយនេះដើម្បីធ្វើយ៉ាងណាដឹកនាំក្មេងម្នាក់ហ្នឹងឲ្យរីកលូតលាស់ធំពេញវ័យហើយបញ្ហាទាំងអស់ហ្នឹងនឹងកាត់បន្ថយទៅជារឿយៗបន្ទាប់ពីរកមូលហេតុបានសពគ្រប់បែបយ៉ាងហើយប៉ូលីសក៏បានចាប់ខ្លួន Amandaខំទុកហើយនឹងឆាកជាមួយនឹងឃាតកម្មកម្រិតទី1ហើយបើ Amanda សារភាពគឺនាងគ្រាន់តែចូលទៅក្នុងគុកតាមច្បាប់របស់ប្រទេសអញ្ចឹងទៅហើយ10ឆ្នាំក្រោយគឺគាត់អាច claim ម្ដងទៀតបានពីក្តីមួយនេះដើម្បីយកខ្លួនចេញអញ្ចឹងណាវាគឺជាផ្លូវមួយយ៉ាងល្អដែលមិនចាំបាច់ឲ្យ AJ ហ្នឹងឡើងតុលាការហើយមកបកអាក្រាតម្ដាយបង្កើតរបស់ខ្លួនវាមើលទៅគឺអាណោអាធំខ្លាំងមែនតើអញ្ចឹងណាប៉ុន្តែ Amanda បានបដិសេធនៅការចោទប្រកាន់របស់ប៉ូលីសហើយសម្រេចចិត្តក្នុងការចូលតុលាការដើម្បីតវ៉ាក្តីអញ្ចឹងតុលាការក៏បានបើកក្តីមួយនេះនៅក្នុងខែកុម្ភៈឆ្នាំ2008ហើយប៉ិតណាស់ AJ គឺជាសាក្សីយ៉ាងសំខាន់នៅក្នុងក្តីមួយនេះបើទោះបីជាមានការបដិសេធពីមេធាវីរបស់ Amanda ថា AJ អាយុទៅតែ6ឆ្នាំមិនអាចយកជាការបានអីអញ្ចឹងប៉ុន្តែតុលាការនៅតែផ្ដល់សិទ្ធិជាអត្ថិភាពទៅដល់ AJ អ្វីដែលបានកើតឡើងនៅក្នុងតុលាការគឺមើលទៅគួរឲ្យឈឺចាប់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាដែលកូនប្រុសអាយុទៅតែ6ឆ្នាំឡើងបបកអាក្រាតម្ដាយរបស់ខ្លួនហើយពេលដែលគេចូលទៅក្នុងតុលាការហ្នឹងគឺគេនៅឆ្លៀតញញឹមដាក់ម្ដាយរបស់គេទៅទៀតមើលទៅដូចជាអត់ដឹងអីពីរឿងរ៉ាវដែលបានកើតឡើងគឺវាពិបាកខ្លាំងកម្រិតណាអញ្ចឹងអ្នកទាំងអស់គ្នាស្នាមញញឹមរបស់ AJ ហ្នឹងធ្វើឲ្យអ្នកមើលទាំងអស់នៅក្នុងតុលាការឬក៏ដឹងរឿងរ៉ាវទាំងអស់នេះគឺរបៀបហួសចិត្តហើយនឹងឈឺចាប់នៅក្នុងទ្រូងខ្លាំងមែនតែនចូលទៅដល់ដំបូងហ្នឹងគឺញញឹមសើចដាក់ម្ដាយជាធម្មតាទេប៉ុន្តែនៅពេលដែលមេធាវីចាប់ផ្ដើមសួរបញ្ជាក់ថានឹងគឺជាម្ដាយរបស់ប្អូនមែនបាទហើយឈ្មោះអីគេហើយសួរនាំពីរឿងរ៉ាវទាំងអស់ហ្នឹងគឺ AJ ចាប់ផ្ដើមយំតែម្ដងអ្នកទាំងអស់គ្នាហើយក៏គេបានយករូបគំនូរដែល AJ បានគូសនៅក្នុងប៉ុស្តិ៍ប៉ូលីសកាលពីមុនហ្នឹងយកមកបង្ហាញឲ្យគេមើលហើយនឹងសួរបញ្ជាក់ថានេះគឺជាណាគេរូបនេះគឺជាណាគេអញ្ចឹងណាដើម្បីបញ្ជាក់ថាតើ AJ កំពុងតែគូសពីរឿងអ្វីហើយតុលាការក៏បានសាកសួរពីសមាជិកក្រុមគ្រួសាររបស់ Amanda ពីទំនាក់ទំនងរបស់ពួកគេជាមួយ Adriana អីចឹងណាហើយចំពោះសាច់ញាតិទាំងអស់បាននិយាយថា Adriana គឺអត់ចូលចិត្តទឹកទេអញ្ចឹងវាមានភាគរយតិចណាស់ដែល Adriana ទៅលេងនៅក្នុងអាងទឹកនោះដោយខ្លួនឯងហើយអ្នកធ្វើការជាមួយនឹង Amanda ជាច្រើនអ្នកបានឡើងមកធ្វើសាក្សីនៅក្នុងតុលាការហ្នឹងថា Amanda តែងតែនិយាយថាខ្លួននឹងសម្លាប់កូនស្រីបង្កើតរបស់ខ្លួនហ្នឹងជាញឹកញាប់ទៀតផងហើយផុតតាងដែលសង្កត់ក៏ Amanda ជាប់នោះគឺស្នាមរៀមដៃដែលនៅលើមុខ Adriana នៅពេលដែលពេទ្យធ្វើកោសលវិច័យគឺនៅលើខ្លួនសាកសពហ្នឹងគឺចាប់ផ្ដើមឡើងជាំឃើញស្នាមរៀមដៃច្បាស់លាស់តែម្ដងអ្នកទាំងអស់គ្នាគឺវាសមស្របដូចគ្នាបេះបិទទៅនឹងកាយវិការដែល AJ បង្ហាញទៅប៉ូលីសលើកដំបូងហើយចុងក្រោយតុលាការក៏បានកាត់ក្តីថា Amanda បានសម្លាប់កូនស្រីបង្កើតរបស់ខ្លួន Adriana ដោយដាក់ទណ្ឌកម្មចាប់នាងជាមួយទឹកអញ្ចឹងណាហើយក៏ជ្រោះដៃសម្លាប់កូនស្រីរបស់ខ្លួនអញ្ចឹងទៅ
ទៅដោយគេបានដឹងថាតាមពិតកម្ពស់អាងទឹកហ្នឹងគឺប្រហែលមិនដល់1ម៉ែត្រផងគឺ35អ៊ីងតែប៉ុណ្ណោះអ្នកទាំងអស់គ្នាហើយកម្ពស់របស់អាដ្រីយ៉ាណាគឺ47អ៊ីងប្រហែល1ម៉ែត្រជាងអញ្ចឹងបើសិនជានាងធ្លាក់ចូលទៅក្នុងអាងទឹកមែនគ្រាន់តែក្រោកឈរហ្នឹងក៏រួចខ្លួនទៅហើយបាទក្រោយការបើកក្តីនេះរយៈពេល4ថ្ងៃទីបំផុតតុលាការក៏បានសម្រេចចុងក្រោយដោយគេកាត់ទោសឲ្យអាមែនដាត្រូវជាប់គុកអស់មួយជីវិតអ្នកទាំងអស់គ្នាហើយគាត់នឹងអាច plead guilty បាននៅរវាង10ឆ្នាំខាងក្រោយទៀតហើយអាមែនដានៅតែបដិសេធ claim តែខ្លួននឹងអត់ដឹងអីទាំងអស់តែម្ដងនៅក្នុងឆ្នាំ2010គាត់បាន claim ម្ដងទៀតដើម្បីតវ៉ាក្តីអញ្ចឹងណាប៉ុន្តែក៏ត្រូវបរាជ័យអញ្ចឹងបានន័យថាគាត់ត្រូវស្ថិតនៅក្នុងគុកបន្តទៀតហើយនៅក្នុងបទសម្ភាសន៍មួយគាត់បាននិយាយថាចាប់តាំងពីថ្ងៃកាត់ក្តីមកគឺគាត់មិនដែលបានជួបកូនប្រុសរបស់ខ្លួននោះឡើយដោយ AJ នឹងត្រូវបានក្រុមគ្រួសារផ្សេងមួយទៀតយកទៅចិញ្ចឹមទៅហើយអ្វីដែលគេបារម្ភខ្លាំងបំផុតហ្នឹងគឺផលប៉ះទង្គិចផ្លូវចិត្តទៅលើ AJ គេទៅតែមានអាយុ6ឆ្នាំអញ្ចឹងណាអញ្ចឹងគឺឪពុកម្ដាយចិញ្ចឹមហ្នឹងគឺត្រូវបីបាច់ថែរក្សាហើយនឹង care ខ្លាំងមែនទែនពីសុខភាពផ្លូវចិត្តរបស់ AJ ហ្នឹងបាទហើយតាំងពីដើមរហូតដល់ចប់ហ្នឹងគឺ Amanda នៅតែ claim បដិសេធថាគាត់មិនបានសម្លាប់ Adriana ទេ Adriana កូនស្រីរបស់គាត់គឺទៅលង់ទឹកស្លាប់ដោយខ្លួនឯងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរថាតើ Adriana ស្លាប់ដោយឧបទ្ទវហេតុឬក៏ Amanda គឺជាអ្នកសម្លាប់កូនស្រីបង្កើតរបស់ខ្លួនចូលរួមមតិយោបល់នៅក្នុង comment ខាងក្រោម